ទឹកដីអង្គរគឺជាដែនដីអច្ឆរិយៈដ៏រុងរឿងជាមហាស្ថាបត្យកម្មដ៏មហោស្ចារ្យកសាងដោយអច្ឆរិយបុគ្គលខ្មែរមានចម្លាក់សិល្បៈដ៏សម្បូរបែបជាមហាស្ថាបត្យកម្មដ៏ល្អឯកមានតែមួយគ្មានពីរលើលោក The land of Angkor is one of the awe and majesty, home to magnificent architecture crafted by Khmer artisans and enriched with intricate sculpture. អង្គរវត្តជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋមានរចនាបថល្អឥតខ្ចោះបង្កប់នូវភ្លាមពុទ្ធិអាចកំបាំងនៃគតិបណ្ឌិតដែលមិនចេះរៀងស្ងួត Angkor Wat unparalleled architecture imbued with sacred elegance embody the mystical wisdom and profound insight of the Khmer civilization. ក្បួនច្បាប់វិទ្យាសាស្ត្រតារាសាស្ត្រទស្សនវិជ្ជាខ្មែរនិងការត្រាស់ដឹងចាក់ធ្លុះជ្រួលជ្រាបច្បាស់អំពីជម្រៅនៃច្បាប់ធម្មជាតិទំនាក់ទំនងនៃដំណើរគោចរប្រព័ន្ធផែនដីនិងចក្រវាឡដែលមានខ្លឹមសារនិងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា This masterpiece reflects an advanced understanding of astronomy, science, and the natural laws of the universe, revealing a deep philosophical enlightenment. ជាក់ស្ដែងបាតុភូតសមរាត្រី2ដងក្នុងមួយឆ្នាំដែលជាព្រឹត្តិការណ៍មានព្រះអាទិត្យរះឡើងនៅចំពីលើកំពូលប្រាសាទអង្គរវត្តជាសក្ខីកម្មបង្ហាញពីកំពូលប្រាជ្ញាញាណរបស់មនុស្សខ្មែរក្នុងការគន់គូរនិងការរចនាប្លង់សាងសង់អង្គរវត្តដែលបានយល់ដឹងយ៉ាងច្បាស់អំពីដំណើរគោចរនៃភពទាំងឡាយនៅក្នុងប្រព័ន្ធព្រះអាទិត្យនិងដំណើរនៃច្បាប់ចក្រវាឡ Twice a year, the sun ascends over Angkor Wat. The Angkor equinox is the testament to the Khmer people's mystery in calculating celestial movements and designing structures in harmony with the cosmic order. ផ្អែកលើតន័យកនេះច្បាស់ណាស់វណ្ណកម្មដែលមិនអាចកាត់ថ្លៃបាននេះមានគុណតម្លៃមិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌវប្បធម៌សម្រាប់មនុស្សជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលវិទ្យាសាស្ត្របុរាណសម្រាប់ឲ្យមនុស្សសិក្សាស្វែងយល់អំពីទំនាក់ទំនងភពតារាវិទ្យានិងអាចកំបាំងចក្រវាឡផងដែរលើសពីសម្បត្តិអរិយធម៌ក្នុងន័យសាសនានិងចិត្តវិញ្ញាណប្រាសាទអង្គរវត្តគឺជាឧត្តមដ្ឋានជាបូជនីយដ្ឋានជាទីកន្លែងសម្រាប់កំសាន្តជាទីឋាននៃព្រះវិស្ណុសមនឹងឈ្មោះពេញជាផ្លូវការថាបរមវិស្ណុលោក Beyond its cultural significance, Angkor Wat stands as an ancient scientific center, offering knowledge of astronomy, planetary orbits, and the universe's secret. More than a spiritual monument, Angkor Wat was dedicated to Vishnu, serving as his supreme resting place. ដូច្នេះនៅពេលដែលអ្នកបានចូលដល់បរិវេណប្រាសាទអង្គរដោយចិត្តបរិសុទ្ធជ្រះថ្លាល្អឈ្មោះថាអ្នកកំពុងតែឈរនៅកណ្ដាលនៃទីឋានព្រះ Entering this sacred complex with the pure heart is like standing at the very center of the divine presence.